បាទស្វាគមន៍ប្រិមត្តមកកាន់រូបភាព highlight សម្រាប់ការប្រកួតសប្តាហ៍ទី5នៃពីរង្វាន់លីកយុវជនកម្ពុជាអាយុក្រោម16ឆ្នាំបាទនេះគឺជាឱកាសគ្រាប់បាល់ប៉ុន្តែធ្វើឲ្យបានសម្រេចឡើយពីការតបបាល់ពេលនឹងទីដោយវិធានក្រុមបាទចន្ទថាសីហាជួយបានពីអ្នកចាំទីត្រង់នេះគឺជាឱកាសប៉ុន្តែនៅសល់ខ្សែការពារមួយរូបនេះគឺជាឱកាសបន្តទៀតរបស់ក្រុមបាល់ទាត់បាទវិសាខាពីការតែតភ្ងើយសំទោសគឺបង្កេតប៉ុន្តែនៅសល់ជើងខ្សែការពារមួយរូបទៀតកុំឲ្យនៅមានឱកាសគ្រាប់បាល់ទៅហើយសម្រាប់ក្រុមបាល់ទាត់បង្កេតឱកាសច្រើនមែនទែនសម្រាប់ក្រុមបាល់ទាត់បង្កេតនៅវគ្គទី1ប៉ុន្តែបាទអ្នកសម្រេចទីគឺធ្វើមិនបានល្អឡើយធ្វើឲ្យឱកាសរកគ្រាប់បាល់គឺរំលងផុតបាត់ទៅនេះគឺជាឱកាសគ្រាប់បាល់បន្ថែមទៀតប៉ុន្តែជួយបានហើយក៏ដោលទម្លាក់មួយតែភ្ងើយពីសវណ្ណអារីហ្វីនទាត់បាជើងស្ដាំពីសវណ្ណអារីហ្វីនបន្ថែមទៀតប៉ុន្តែមិនចំគោលដៅឱកាសជាច្រើនហូហែតែទម្លាក់មួយចូលទីបានសម្រាប់បាទពីកីឡាករខាងវិសាខាជាអ្នករកគ្រាប់បាល់បានបាទលេខ17រូបគេមានឈ្មោះថាបាទកីឡាករឡេវដូកាអៀនម្ចាស់គ្រាប់បាល់ទី1ត្រង់នេះគឺជាឱកាសបន្ថែមទៀតដែរពីការទាត់ហើយក៏ថែមស្ដាំបានយ៉ាងស្អាតដោយកីឡាករប្រធានក្រុមបាទចន្ទថាសីហារកបានគ្រាប់បាល់ទី2របស់ខ្លួននៅវគ្គទី1មើលចុះម្ដងហើយម្ដងទៀតពីការថែមស្ដាំយ៉ាងស្អាតនិងបាទព្យាយាមជួយមិនបានសម្រេចឡើយដោយខ្សែការពាររបស់បង្កេតត្រង់នេះគឺជាឱកាសកាប់ស្ដាំល្អណាស់នៅវគ្គទី2បាទកីឡាករលេខ98សុគ្រីហ្វីលីតបាទមិនមែនកីឡាករបាទអេនមេងគៀងឡើយបាទទាត់មកជើងស្ដាំនេះចូលមុំកៅល្អណាស់បាទមិត្តរួមក្រុមរបស់គេសាតូនិងអបអជំនួសក្រោយពីឃើញគេបាទទាត់បញ្ចូលទីបានយ៉ាងស្អាតបាទមួយចុះពីការតែទម្លាក់ហើយក៏ទាត់ស្ដាំគូសិចស្អាតណាស់បាទមកគ្រាប់នេះបាទអ្នកដែលរត់ទៅអហ្នឹងគឺសบายចិត្តជាងអ្នកសុទ្ធចូលទៅទៀតបាទមើលចុះទស្សនវិជ្ជាបែបនេះគឺស្អាតណាស់ត្រង់នេះបាទហក់ចំកឹងមកស្អាតណាស់ហើយក៏តែតបញ្ចូលទីបានយ៉ាងល្អដោយកីឡាករលេខ17បាទឡេវដូកាអៀនគ្រាប់បាល់ទី2របស់គេកើតឡើងនៅនាទីទី49និងជាគ្រាប់បាល់ទី2របស់គេផងដែរត្រង់នេះបាទតាណាមិនឆ្ងាយក៏មានឱកាសបាទថែមស្ដាំយ៉ាងស្អាតពីច័ន្ទរតិសាល្អណាស់ពីការប៉ុនប៉ងជួយសង្គ្រោះពីខ្សែការពារនិងប្រធានក្រុមសំទោសគឺអ្នកចាំទីជឿនសុកមេងផងប៉ុន្តែបាននេះនៅតែរបូតធ្វើឲ្យកីឡាករលេខ11របស់ច័ន្ទរតិសាទាត់បាល់ចូលទីបានសម្រេចបាទច័ន្ទរតិសាគឺរកបានគ្រាប់បាល់បន្ថែមទៀតហើយត្រង់នេះគឺជាឱកាសគ្រាប់បាល់បន្ថែមទៀតរបស់ក្រុមបាល់ទាត់វិសាខាពីការទាត់បាល់បញ្ចូលទីយ៉ាងល្អដោយវិធានក្រុមបាទកីឡាករចន្ទថាសីហាមើលចោះអ្នកចាំទីមិនអាចជួយសង្គ្រោះបានឡើយដាច់ចកេះអស់ហើយខ្សែការពារកីឡាករអុកសាលមិនអាចជួយសង្គ្រោះបានទេត្រង់នេះគឺជាឱកាសគ្រាប់បាល់ដំបូងរបស់ក្រុមបាល់ទាត់បឹងកេតរកបានសម្រេចដោយកីឡាករលេខសំទោសលេខ4គឺកីឡាករហតមេងហួងដូច្នេះចប់ការប្រកួតគឺបាទអ្នកទាំងពីរបាទរវាងក្រុមបាល់ទាត់បឹងកេតទល់នឹងវិសាខាសម្រាប់ជំនួបសប្តាហ៍ទី5នៃពីរង្វាន់លីកយុវជនកម្ពុជាអាយុក្រោម16ឆ្នាំឃើញថាបញ្ចប់លទ្ធផលដោយលទ្ធផល1-6ពលគឺបឹងកេតរបូត3ពិន្ទុ